ជារៀបសួរបងប្អូនថ្ងៃនេះខ្ញុំមកបងបងប្អូនពីរបៀបធ្វើឆាក្តៅសាច់មាន់ចាជាដំបូងគឺយើងដាក់ខ្លាញ់ចូលខ្ទះឲ្យក្តៅមកហើយសាច់មាន់របស់យើងហ្នឹងគឺយើងកាប់ជាដុំៗយកមកបំពងណាបងប្អូនចង់បំពងក៏បានអត់ក៏បំពងក៏បានដែរតែសម្រាប់ខ្ញុំធ្វើបែបនេះទៅគឺសាច់មាន់របស់យើងគឺឆ្អិនល្អហើយអត់មានក្លិនឆ្អាបសាច់មាន់អីណាបងប្អូនចាហើយសាច់មាន់នេះគឺខ្ញុំបំពងឲ្យឡើងក្រៀមបន្តិចណាបងប្អូនចង់បំពងឲ្យក្រៀមឲ្យខ្លាំងក៏បានឬមួយក៏ក្រៀមតិចៗក៏បានដែរតែសម្រាប់ខ្ញុំបំពងឲ្យឡើងក្រៀមតិចៗទេបងប្អូនចានេះគឺខ្ញុំយកប៉ុណ្្នឹងឯងបងប្អូនឥឡូវសាច់មាន់របស់យើងគឺបានឡើងក្រហមតិចហើយចាហើយខ្ញុំក៏ស្រង់វាទុកម្ដុំសិនណាយើងស្រង់សាច់មាន់យើងទុកម្ដុំសិនយើងធ្វើការចាដាក់ខ្ទះបំពងខ្ទឹមដើម្បីយើងឆាសាច់មាន់របស់យើងបងប្អូនចានេះខ្ទឹមរបស់យើងចាខ្ញុំដាក់ចំនួន3កាពើហើយនឹងជាមួយនឹងប្រេងឆាបន្តិចបងប្អូនយើងបំពងខ្ទឹមរបស់យើងឲ្យឡើងខំបន្តិចមកចាំយើងធ្វើការដាក់គ្រឿងក្រៅបន្ថែមទៀតអញ្ចឹងណាបងប្អូនចាបងប្អូនកុំបំពងឲ្យឡើងក្រហមពេកខ្លាចខ្លោចកុំបើកភ្លើងខ្លាំងពេកខ្លាចខ្លោចខ្ទឹមមកបងប្អូនចាអញ្ចឹងមើលតែខ្ទឹមរបស់យើងឲ្យឡើងក្រហមតិចខ្ញុំធ្វើការដាក់ទឹកត្រីចំនួន1ស្លាបព្រាបាយបងប្អូនតែ1ស្លាបព្រាបាយអត់ពេញទេតមកប្រេងខ្យងគឺខ្ញុំធ្វើការដាក់ចំនួន1ស្លាបព្រាបាយដែរបន្ទាប់មកទៀតខ្ញុំធ្វើការដាក់ប៊ីចេងបន្តិចស្ករកន្លះស្លាបព្រាបាយប៊ីចេងហើយនឹងម្សៅស៊ុបខ្នុរគឺខ្ញុំដាក់មួយចុងស្លាបព្រាកាហ្វេណាបងប្អូននេះចានេះប៊ីចេងគឺខ្ញុំដាក់តាមបន្តិចនឹងទេបងប្អូនកន្លះស្លាបព្រាបាយហើយម្សៅខ្នុរក៏ខ្ញុំដាក់តាមមួយចុងស្លាបព្រាកាហ្វេដែរពួកអីយើងដាក់ទឹកត្រីដាក់អីឲ្យខ្លាចប្រៃពេកចុះបងប្អូនចាហើយអ្វីគ្រឿងដែលខ្ញុំដាក់ទាំងអស់ហ្នឹងគឺវាល្មមជាមួយនឹងទឹកស៊ុបរបស់យើងតែម្ដងណាបងប្អូនចាហើយយើងដាក់ស្ករសចូលមកយើងកូរបន្សប់គ្រឿងនេះទៅខ្ញុំបន្ថែមជាមួយនឹងទឹកម្ទេសចាទឹកម្ទេសខ្ញុំប្រើចំនួន1ស្លាបព្រាបាយដែរណាបងប្អូនដាក់ទឹកម្ទេសដើម្បីឲ្យវាមានពណ៌និងក្លិនឈ្ងុយអញ្ចឹងណាបងប្អូនចង់ដាក់ទឹកប៉េងប៉ោះក៏បានដែរតែខ្ញុំដាក់ជាទឹកម្ទេសបន្ទាប់មកយើងធ្វើការចាក់សាច់មាន់ដែលយើងបំពងមុននឹងចូលមកបងប្អូនចាហើយយើងចូលច្បល់ឲ្យសព្វចូលជាមួយនឹងគ្រឿងហើយខ្ញុំធ្វើការដាក់ម្ទេសហើយម្ទេសថ្ងៃហ្នឹងខ្ញុំប្រើចំនួនតែ4គ្រាប់ទេចាម្ទេសនាងរបស់យើងណាបងប្អូនចូលចិត្តហើយបងប្អូនដាក់ច្រើនជាងហ្នឹងហើយបងប្អូនមានស្លឹកក្រូចកុនស្លឹកគ្រៃរំដេងបងប្អូនអាចដាក់បន្ថែមទៀតបានណាតែដោយសារតែខ្ញុំភ្លេចទិញមកពីផ្សារបងប្អូនហើយអញ្ចឹងក៏តាមតាណាទៅហើយទឹកខ្ញុំដាក់ចំនួន1ស្លាបព្រាបាយដាក់2ស្លាបព្រាបាយ3ស្លាបព្រាបាយក៏បានដែរបងប្អូនមានអីដាក់នឹងសិនតែម្ដងទៅបងប្អូនណាតែបងប្អូនកុំធ្វើដូចខ្ញុំណាខ្ញុំដោយសារផ្លេចទិញមកឲ្យបងប្អូនហើយផ្សារខ្ជិលបកទៅម្ដងទៀតព្រោះអីដល់ម៉ោងញ៉ាំអីចាអញ្ចឹងពេលដែលយើងកូរសពគ្រឿងហើយបងប្អូនធ្វើការដាក់តកួនរបស់យើងចូលមកបងប្អូនមានជាតកួនមានជាចាម្រះព្រៅបងប្អូនដាក់មកចាតែដោយសារតែខ្ញុំគឺពេញឲ្យបញ្ញាប់ពេកម្រះព្រៅក៏គ្មានកុលលក្រៃក៏គ្មានស្លឹកក្រូចក៏គ្មានដែរបងប្អូនណាចង្ភៅដៃថ្មីតែប៉ុណ្្នឹងឯងចាឥឡូវសាច់របស់យើងក៏ច្បល់ឲ្យតែមកស្លាប់តកួនមកយើងធ្វើការដួសដាក់ចានបានហើយបងប្អូនហើយរសជាតិប៉ុណ្ណឹងគឺល្មមបងប្អូនអាចថែមថយរសជាតិតាមចំណង់ចំណូលចិត្តរបស់បងប្អូនបានទៀតណាតែសម្រាប់ខ្ញុំគ្រឿងប៉ុណ្ណឹងសាច់ប៉ុណ្ណឹងបន្លែប៉ុណ្ណឹងគឺដាក់គ្រឿងដែលខ្ញុំរង្វាល់ចំនួនប៉ុណ្ណឹងគឺល្មមមកឆ្ងាញ់តែម្ដងបងប្អូនចាចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះពីដើមដល់ចប់កុំភ្លេចធ្វើការ like និង share ម្នាក់មួយផងបងប្អូនបើសិនជាបងប្អូនមានរបៀបធ្វើខុសពីខ្ញុំអីបងប្អូនអាច comment នៅក្នុងក្រោមវីដេអូនឹងបានដើម្បីចែករំលែកដល់បងប្អូនរបស់យើងដែលគាត់អត់ចេះធ្វើអញ្ចឹងណាបងប្អូនចាអរគុណច្រើនបងប្អូនទាំងអស់គ្នាបាយបាយ